ខ្ញុំបាទនឹងធ្វើបទអន្តរកម្មមិត្រា39ដែលស្ដីអំពីចលនាអនុទានទីក្នុងថវិកានៃរដ្ឋបាលថ្នាក់ក្រោមជាតិក៏ប៉ុន្តែសូមអនុញ្ញាតដើម្បីចាប់អារម្មណ៍ទៅលើការបកស្រាយពីម្សិលមិញរបស់អាដាមតំណាងរាជរដ្ឋាភិបាលដែលបកស្រាយលើមិត្រាទី10និង13ម្សិលមិញនេះមិនទាន់បានធ្វើឲ្យខ្ញុំបានស្ងប់ចិត្តឡើយទេខ្ញុំនៅតែមានការទាមទារមួយចាំបាច់ថានៅក្នុងមាត្រាទី10នេះដែលមានចែងអំពីប្រធានរដ្ឋបាលដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធពីលើប្រធានហិរញ្ញវត្ថុជាអ្នកសម្របសម្រួលកិច្ចការថវិកាហេតុផលដែលយើងខ្ញុំនៅតែមិនអស់ចិត្តនេះគឺអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាក្រោមជាតិដោយសារអំពីមុខជំនាញហិរញ្ញវត្ថុនេះមិនគួរបើឲ្យមានពាក្យមួយថាត្រូវសម្របសម្រួលទេពីព្រោះវាជាឯកទេសហើយជាការចាំបាច់ដែលត្រូវចំណាយនិងត្រូវចំណូលបញ្ហានេះបើសិនជាយើងនៅតែរក្សាក្នុងច្បាប់ថាត្រូវតែមានការសម្របសម្រួលដើម្បីឲ្យស្របទៅតាមអង្គការលេខនៃច្បាប់រដ្ឋបាលរាជធានីខេត្តក្រុងនោះគឺហាក់ដូចជាយើងបង្កើតនៅខ្សែរយៈការិយាធិបតេយ្យវែងអន្លាយទៅហើយបញ្ហានេះហើយដែលឈានទៅរកភាពមួយស្មុគស្មាញនៅក្នុងការចាយវាយថវិការបស់រដ្ឋរបស់ស្ថាប័នក្រោមជាតិដូច្នេះឃ្លាប្រយោគដែលចែងនៅក្នុងមាត្រាដូចខ្ញុំបានលើកម្សិលមិញនេះដែលនៅក្នុងច្បាប់នានាមិនគួរបើមានទេច្បាប់គឺត្រូវតែមានទម្ងន់មួយធ្ងន់ទៅលើអត្ថន័យទាំងអស់នេះហើយពាក្យដែលថាប្រធានរដ្ឋបាលនៃថ្នាក់ថវិកាក្រោមជាតិនឹងគឺជាអ្នកសម្របសម្រួលពាក្យនេះគឺមើលទៅហាក់ដូចជាធ្វើឲ្យច្បាប់យើងមិនសូវមានទម្ងន់ធ្ងន់ដូច្នេះខ្ញុំទាមទារហើយទាមទារទៀតថានៅក្នុងនាមខ្ញុំដែលជាធ្លាប់មានអតីតជាអ្នកជំនាញធ្វើថវិកាជាតិខ្ញុំបានមើលឃើញនៅភាពមួយដែលធ្វើឲ្យមានភាពសុខស្មាញក្នុងការចាយវាយថវិកាក្រោមជាតិថ្នាក់ក្រោមជាតិនេះឯងឈានទៅមាត្រាទី39បាននិយាយអំពីចលនាអនុទានផ្ទៃក្នុងថវិការដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើឡើងក្នុងលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចធ្វើប្រតិភូកម្មដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើនិយត្តកម្មអនុទានរបស់ខ្លួនដើម្បីដោះស្រាយតម្រូវការចាំបាច់ជាបន្ទាន់នៅក្នុងការចំណាយជាក់ស្ដែងទោះបីថ្នាក់ខេត្តក្រុងថ្នាក់រាជធានីឬក៏នៅក្នុងរដ្ឋបាលរបស់ក្រសួងក្តីតែងតែមានការគ្រោងដែលមិនត្រូវ 100% ទៅលើមុខចំណាយតូចតាចដូចជាចំណាយទឹកចំណាយភ្លើងចំណាយសេវាទូរស័ព្ទជាដើមមុខចំណាយហ្នឹងមិនធំដុំទេដូច្នេះទោះបីគ្រោងបែបណាក៏មិនអាចត្រូវ 100% ដែរបានជានៅក្នុងច្បាប់ថវិកាមានបង្កើតឡើងនៅគោលការណ៍ចលនាអនុទាននេះជាយូរណាស់មកហើយដែលអ្នកជំនាញការធនាគារពិភពលោកបានទាមទារឲ្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុយើងធ្វើការផ្ទេរអំណាចនៃការបង្វិលចលនាអនុទាននេះដែលតែងតែកើតឡើងនៅត្រីមាសទី3ទី4នៃឆ្នាំនីមួយៗដោយសារការចាយវាយទៅឧទាហរណ៍ថាចាយគ្រោងចំណាយទៅលើភ្លើងទៅចាយមិនអស់ទេមកចាយទៅលើទឹកទៅលើប្រេងឥន្ធនៈអញ្ចឹងឧទាហរណ៍ដូច្នេះដោយសារមុខចំណាយនេះមានលក្ខណៈតូចតាចជាអនុគណនីធនាគារពិភពលោកបានផ្ដល់អនុសាសន៍ច្រើនលើកច្រើនសារឲ្យដើម្បីថាឲ្យផ្ទេរសិទ្ធិនេះឲ្យទៅក្រសួងឬក៏ទៅខេត្តក្រុងទៅប៉ុន្តែរហូតមកដល់ពេលនេះយើងនៅតែរក្សានៅអំណាចប្រមូលផ្ដុំសម្រាប់ក្រសួងដើម្បីធ្វើចលនាអនុទាននេះឥឡូវយើងឈានទៅដល់ការធ្វើសេចក្តីព្រាងច្បាប់ទៅលើរដ្ឋបាលថ្នាក់ក្រោមជាតិមានន័យថាយ៉ាងម៉េចថាខេត្តក្រុងរាជធានីហើយនិងស្រុកខណ្ឌដូច្នេះស្រុកខណ្ឌបើសិនជាមុខចំណាយនោះវាសេសសល់ទៅតាមអនុគណនីនីមួយៗនោះគឺអត់ធំទេទឹកប្រាក់នឹងវាមិនក្រម100លានខ្ញុំស្មានថាប្រហែលជាមិនលើសពី100លានទេដូច្នេះបើសិនជាយើងចាំបាច់ថាត្រូវកដៀតឯកសារមកសុំសេចក្តីសម្រេចក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគ្រាន់តែចំណាយសហួយសដានោះវាសឹមតែអស់បាត់ហើយលើសពីនឹងទៀតគឺមានភាពស្មុគស្មាញសាំញ៉ាំណានៅក្នុងការសុំចលនាអនុទាននេះខ្ញុំសំណូមពរថាដល់ពេលហើយដែលត្រូវធ្វើតាមអនុសាសន៍នៃធនាគារពិភពលោក
ហើយវាសមស្របនឹងច្បាប់សេចក្តីព្រាងច្បាប់ថ្មីនេះដែលកំពុងតែជជែកគ្នាហើយនឹងអនុម័តក្នុងពេលឆាប់នេះក្នុងថ្ងៃនេះតែម្ដងសូមឲ្យពិនិត្យពិចារណាដើម្បីវិវច្ចការអំណាចនេះទៅមូលដ្ឋានតែម្ដងទៅដូចជាបានគ្រងតាមមេត្រាផ្សេងកន្លងមកគឺមានវិវច្ចការជាច្រើនមែនទែននៅក្នុងទំព័រទី12ឬ17បានចែងថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងអាចធ្វើប្រតិភូកម្មនៅការពិនិត្យនិស្យានុកូលភាពទៅដល់អង្គភាពជំនាញរបស់ខ្លួននេះគឺជាវិវច្ចការមួយដ៏ធំហើយដែលសូមកត់សរសើរសូមអបអរសាទរការផ្ទេរអំណាចទៅដល់ការពិនិត្យភាពស្របច្បាប់នៃគម្រោងនៃការអនុវត្តថវិកានេះគឺជាភាពមួយដ៏ល្អមែនទែនប៉ុន្តែហេតុអ្វីបានជាគ្រាន់តែការផ្ទេរចលនាឥណទានក្នុងកម្រិតអនុគណនីចំណាយសោះនៅចាំបាច់អ្វីរក្សាទុកជាអំណាចប្រមូលផ្ដុំនៅក្រសួងសេដ្ឋកិច្ចទៅវិញដូច្នេះវាអត់ស្របគ្នាទៅលើខ្លឹមសារនៃច្បាប់ទីទេហើយវាអត់ស៊ីសង្វាក់ទេហើយល្មមសំរុំដល់ពេលដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុវិមជ្ឈការអំណាចក្នុងការចលនាឥណទាននេះទៅដល់មូលដ្ឋានហើយសូមអរគុណ